សួស្តីអ្នកនរគ្នាខ្ញុំបានអានសភៅមួយរបស់លោក Del Carnegie ដែលសភៅនឹងគេនិយាយអំពីយកឈ្នះក្តីទុក្ខសាងជីវិតស្រស់បំព្រងហើយនៅក្នុងឃ្លាមួយហ្នឹងខ្ញុំបានអានហើយខ្ញុំដូចថាចង់ចែកម្លែកអ្នកនរគ្នាហ្មងណាគេនិយាយថាកាលពីសម័យគ្រីស្តូកូឡុំដែលគាត់បានរកឃើញប្រទេសអាមេរិកហើយគាត់ក៏បានឃើញដើមឈើមួយហ្នឹងដើមឈើហ្នឹងវាដួលទៅលើដីប៉ុន្តែវាដុះឡើងវាមានមែកវាដុះឡើងទៅលើណាហើយតាមការសិក្សាស្រាវជ្រាវហ្នឹងដើមឈើហ្នឹងគឺមានអាយុកាល400ឆ្នាំហើយដើមឈើហ្នឹងវាបានហែឆ្លងព្យុះចង់និយាយថាហែឆ្លងមិនថាព្យុះមិនថាបាតុភូតធម្មជាតិជាច្រើនសូម្បីតែផ្ទះបាញ់ដើមឈើនឹងផ្ទះបាញ់14ដងហើយនឹងដុំថ្មធំដែលធ្លាក់ពីលើភ្នំមកសកត់ដែលធ្លាក់មកប៉ះទង្គិចវានឹងរាប់មិនអស់ដងទេហើយតែដើមឈើនឹងវានៅតែមានមែកលូតឡើងទៅលើយ៉ាងខ្ពស់ហើយវាមានអាយុកាលរហូតដល់400ឆ្នាំអញ្ចឹងណាហើយវានៅតែរឹងមាំវានៅតែឈរបង្ហាញដល់មនុស្សម្នាដែលឃើញថាដើមឈើនឹងពិតជាមានភាពរឹងមាំហើយដើមឈើនឹងគឺពិតជាបង្ហាញនៅការតស៊ូពីសម័យកាលមួយទៅសម័យកាលមួយរហូតដល់ជាង400ឆ្នាំអញ្ចឹងណាប៉ុន្តែពេលវេលាថ្ងៃមួយនោះអ្នកនរគ្នាដឹងអត់ថាដើមឈើនឹងវាត្រូវងាប់ដោយសារអីថ្ងៃមួយហ្នឹងគឺមានដង្កូវដួងទូចជាច្រើនដង្វងអញ្ចឹងណាវាបានចូលទៅស៊ីនៅក្នុងប្រហោងដើមឈើហ្នឹងវាបានចូលទៅស៊ីសបកដើមឈើហ្នឹងរហូតដល់សាច់ខ្ចីអាប៉ាដូលខ្ចីរបស់ដើមឈើហ្នឹងណាហើយដើមឈើហ្នឹងក៏ទីបំផុតដែលតស៊ូជាមួយនឹងឧបសគ្គធំជាច្រើនមិនថាដុំថ្មសង្កត់លើមិនថាព្យុះបាក់មិនថាព្យុះបាក់សង្កត់មិនថាផ្ទះបាញ់14ដងមិនថាអីផ្សេងអញ្ចឹងណានៅតែមានមែកទោះបីជាដួលទាំងដីហើយនៅតែមានមែកងើបឡើងទៅលើទីដុះយ៉ាងខ្ពស់អញ្ចឹងណាប៉ុន្តែទីបំផុតដើមឈើនឹងគឺត្រូវងាប់ដោយសារតែដង្កូវដួងទូចដែលវាចោះស៊ីសបកហើយនឹងស៊ីបដូលហ្នឹងហើយគេបានបកស្រាយបន្ថែមទៀតថាដូចជីវិតមនុស្សយើងរស់នៅរាល់ថ្ងៃហ្នឹងមនុស្សយើងរស់នៅរាល់ថ្ងៃបើសិនជាយើងជួបនៅបញ្ហាធំឧបសគ្គធំជំងឺធំឬក៏អីផ្សេងអញ្ចឹងណាចង់និយាយថាយើងអាចដោះស្រាយបានយើងអាចមានវិធីសាស្ត្រឬក៏មានការដោះស្រាយបានភ្លាមអញ្ចឹងប៉ុន្តែនៅពេលដែលបញ្ហាកពិតកប៉ុកទូចដែលវាចូលមករំខានជីវិតយើងដូចអាចទៅដួងវាស៊ីសបកដើមឈើនឹងអញ្ចឹងណាពេលខ្លះទៅយើងយកវាមកទុកយើងសំវាមួយថ្ងៃបន្តិចអញ្ចឹងទៅយើងប្រមូលព្រមវាយូរទៅយើងមានជំងឺបាក់ទឹកចិត្តឬមួយក៏យើងមានបញ្ហាកាន់តែធំដោយមិនដឹងខ្លួនប៉ុន្តែមែនតើមនុស្សបើមានបញ្ហាធំងាយដោះស្រាយវិញមិនថាបញ្ហាដោយបញ្ហាថវិកាឬក៏បញ្ហាជំងឺអីផ្សេងដែលយើងត្រូវការព្យាបាលបន្ទាន់ឬមួយក៏បញ្ហាអីដែលយើងត្រូវប្រឈមបន្ទាន់ហ្នឹងយើងត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយប៉ុន្តែអាបញ្ហាទូចដែលកើតឡើងហ្នឹងយើងអត់បានត្រៀមខ្លួនយើងគិតថាវាគឺជារឿងកពិតកប៉ុកប៉ុន្តែនៅពេលដែលយើងសំវាមួយថ្ងៃបន្តិចដូចតើដួងដែលស៊ីដើមឈើអញ្ចឹងទីបំផុតដើមឈើដែលមានអាយុកាលជាង400ឆ្នាំគឺត្រូវងាប់ដោយសារតែតើដួងអញ្ចឹងវាបង្ហាញឲ្យយើងឃើញថាបច្ចុប្បន្ននេះមនុស្សរស់នៅរាល់ថ្ងៃมันខុសពីដើមឈើទេចូលចិត្តសំរឿងសំបញ្ហាអាតូចទាំងអស់ហ្នឹងយកមកដាក់ខ្លួនពេលខ្លះគេនិយាយចោលក៏រើសយកមកដាក់ខ្លួនពេលខ្លះគេផុសចោលគេ share ចោលក៏យកមកគិតនៅក្នុងខ្លួនឯងអញ្ចឹងណាធ្វើការ compare ធ្វើការ primitive អីផ្សេងអញ្ចឹងណាហើយកប៉ិចកប៉ុកបើសម្រាប់នារីនៅផ្ទះអញ្ចឹងទៅគាត់មានបញ្ហាតិចតួចដូចថាបើយើងនិយាយទៅពេលខ្លះខ្ញុំនិយាយថាតិចតួចយើងវាខុសទៀតដោយសារអីអាការងារទាំងអស់ហ្នឹងគឺជារឿងធំដុំរបស់គាត់ដាំស្លបាយទឹកម្ហូបចំណីជូតផ្ទះលាងចានអីផ្សេងហ្នឹងដល់ពេលយើងបោកសរុបមកវិញវាមិនមែនជារឿងទូចទេវាជារឿងធំប៉ុន្តែបើយើងគិតថាវាគឺជាអ្វីដែលយើងធ្វើហ្នឹងដោយសប្បាយរីករាយអ្វីដែលយើងធ្វើហ្នឹងដោយការពេញចិត្តអាហ្នឹងវាអត់អីវិញតែបើអ្វីដែលយើងធ្វើដោយមូម៉ៅដោយមិនសប្បាយចិត្តវាទៅជាបញ្ហាវិញអញ្ចឹងនៅក្នុងចំណុចនេះគឺខ្ញុំចង់ចែកម្លែកអ្នកនរគ្នាតែប៉ុណ្្នឹងទេកុំរើសដាក់សម្រាមដាក់ក្នុងខួរក្បាលយើងច្រើនពេកណាពីព្រោះខួរក្បាលយើងអត់មានចង់និយាយថាអត់មានស្អីសម្រាប់បាំងសម្រាប់ការពារដូចជាទូរស័ព្ទយើងមាន screen បិទមានស្រោមដាក់អីណាខួរក្បាលយើងតែឃើញភ្នែកយើងឃើញហើយអារម្មណ៍យើងគិតហើយយើងដាក់ផ្លុកហើយសួរថាយើងដែលលាងចោលយើងដែលសម្អាតចោលយើងដែល delete ចោលអត់ដែរទេអញ្ចឹងយើងត្រូវចេះអាណាត្រូវយកអាណាត្រូវបោះចោលបើយើងជូនយកមកយកដល់ទាំងអស់ហ្នឹងអ្នកដែលពិបាកគឺជាខ្លួនយើងហ្នឹងហើយចេះបោះចោលខ្លះទៅចេះចាប់យកអ្វីដែលយើងគិតថាអភិវឌ្ឍឬក៏រីកចម្រើនសម្រាប់ខ្លួនយើងតែអាណាដែលវាមិនល្អទេចេះបោះចោលខ្លះទៅកុំដូចដើមឈើហ្នឹងអញ្ចឹងណាទីបំផុតងាប់ដោយសារតែដួងតូចទាំងដែលដើមឈើហ្នឹងមានអាយុរហូតដល់ជាង400ឆ្នាំដែលมันអាចទប់ទល់ជាមួយទូចបានទេចាអរគុណខ្ញុំមានតែប៉ុណ្្នឹង